គ្រាលនិងក្តាមកាលពីព្រេងនាយមានគ្រាលមួយរស់នៅក្បែរបឹងមួយវាតែងតែចាប់ត្រីពីបឹងនោះត្រីទាំងអស់ស្អប់វាតែវាចូលចិត្តត្រីទាំងអស់នោះពីព្រោះត្រីទាំងឡាយអើយពួកឯងមានរសជាតិណាស់ឆ្ងាញ់ណាស់គ្រាលតែងតែមានម្ហូបពេញលេញវាសប្បាយនឹងការប្រមាញ់រកអាហាររបស់វាវ៉ាតើមានរឿងអីចំពោះខ្ញុំចេះគ្រាលកាន់តែចាស់ទៅហើយខ្សោយទៅវាមិនអាចធ្វើអ្វីដូចពីមុនបានទេវាហោះបានយឺតខ្ញុំហត់ហើយអើយនៅពេលវាជ្រុំមុជទឹកដើម្បីចាប់ត្រីភាគច្រើនត្រីរត់គេចបាត់ដោយសារតែវាធ្វើចលនាយឺតអូសន្លាក់ឆ្អឹងរបស់ខ្ញុំឈឺណាស់កុំទៅទីនោះអីគ្រាលនឹងស៊ីយើងកុំអារម្មណ៍អីវាមិនអាចស៊ីខ្ញុំបានទេកាលពី2អាទិត្យមុនខ្ញុំបានច្រឡោដាក់វាមិនទាំងទៅកម្រើកខ្លួនផងបើមុនពេលវាព្យាយាមចាប់ខ្ញុំទៅឆ្ងាយពីវាទៅហើយចាំមើលខ្ញុំបង្ហាញឯងណាចំណៃចាប់ឯងនៅក្នុងឆែកតែវាធ្លាក់ទៅលើទឹកនៅពេលដែលត្រូវហែលទៅរកមិត្តរបស់វាឃើញទេឥឡូវយើងមិនបាច់ខ្លាចគ្រាលទៀតទេនៅពេលដែលវាខ្សោយខ្លាំងវាមិនអាចចាប់ចំណីបានទៀតទេអញ្ចឹងហើយបានជាត្រីអាចហែលជុំវិញបានតែវាមិនអាចចាប់ត្រីបានទេអើយបណ្ដាសាអីធ្វើឲ្យខ្ញុំចាស់ចឹងតើខ្ញុំត្រូវស៊ីអីគេខ្ញុំឃ្លានអស់ពេល2ថ្ងៃហើយថ្ងៃមួយវាពិតជាឃ្លានខ្លាំងណាស់វាមិនបានស៊ីអ្វីទាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយដើម្បីបំបត្តិការស្រេកឃ្លានដោយមិនបាច់ចាប់ចំណីឬធ្វើអ្វីទាំងអស់វាមានគម្រោងមួយអូខ្ញុំដឹងថាខ្ញុំត្រូវធ្វើអ្វីហើយដើម្បីចាប់ផ្ដើមគម្រោងរបស់វាទៅមាត់បឹងជាមួយទឹកមុខសោកសៅដោយគ្មានបំណងក្នុងការចាប់ត្រីកង្កែបនិងក្តាមគិតថាមិនបានជាវាមិនចង់ចាប់ចំណីសោះអញ្ចឹងមើលទៅវាកាត់ទុកខ្លាំងណាស់វាប្រហែលជាឃ្លានហើយតើវានឹងស្លាប់អីទេក្តាមធំមួយដោយឃើញគ្រាលកាត់ទុកក៏ដើរទៅរកវាសួស្តីគ្រាលចុះតើមានរឿងអីនឹងហើយមើលទៅកាត់ទុកខ្លាំងណាស់អូយព្រះអើយមានដំណឹងអាក្រក់មួយពីបឹងនេះដំណឹងអាក្រក់ដំណឹងអីគេអត់ទេខ្ញុំគ្មានចិត្តចង់ប្រាប់ឯងនោះទេអូប្រាប់មកបើជារឿងបឹងនេះយើងត្រូវតែដឹងយើងរស់នៅទីនេះយល់ព្រមបើឯងទទួលអញ្ចឹងអូយល់ព្រមបើឯងទទួលអញ្ចឹងខ្ញុំបារម្ភថាបឹងនេះមិនយូរនឹងគ្មានត្រីទៀតទេដែលជាចំណីរបស់ខ្ញុំអើយគ្មានត្រីទៀតទេមិនអញ្ចឹងហេតុអីខ្ញុំឮថាមានមនុស្សនឹងយកផុកមកចាក់បំពេញហើយដាំដំណាំលើនេះអូព្រះអើយនេះពិតជាសំណាងអាក្រក់ហើយខ្ញុំត្រូវតែប្រាប់អ្នកផ្សេងទៀតអូនេះពិតជាគួរឲ្យខ្លាចណាស់គួរឲ្យបារម្ភណាស់ធ្វើអ្វីទៅសត្វទាំងអស់នៅក្នុងបឹងនេះបារម្ភដោយសារបានឮគ្រាលនិយាយដូច្នេះអូព្រះអើយតើយើងត្រូវធ្វើអីគេឥឡូវនេះឯងអាចរស់នៅលើដីនេះតែយើងជាត្រីយើងមិនអាចរស់បានទេភាពផិតភ័យបានរីកសាយហើយដើម្បីបង្វែរស្ថានភាពនេះគ្រាលនិយាយថាអូយកុំភ័យខ្លាចមានវិធីដោះស្រាយមានវិធីត្រូវហើយខ្ញុំស្គាល់បឹងមួយនៅឆ្ងាយពីទីនេះហើយសត្វទាំងអស់នឹងមានសុវត្ថិភាពបើសត្វណាចាប់អារម្មណ៍ខ្ញុំនឹងចាប់មួយថ្ងៃ2-3ទៅបឹងផ្សេងមួយទៀតកន្លែងដែលពួកគេមានសុវត្ថិភាពអូមែនហើយសូមជួយខ្ញុំផងមែនហើយជួយយើងផងសូមជួយពួកយើងផងយើងត្រូវការឲ្យជួយគ្រប់គ្នានៅក្នុងបឹងចង់ឲ្យគ្រាលនោះជួយតែខ្ញុំមានលក្ខខណ្ឌខ្លះស្អីគេខ្ញុំត្រូវការសម្រាកនៅពេលធ្វើដំណើរដោយសារខ្ញុំនៅចាស់ហើយខ្ញុំអាចកាន់តែត្រី2-3ប៉ុណ្ណោះក្នុងមួយលើក
អូយើងយល់ព្រម ត្រូវហើយមិនអីទេ ត្រូវឲ្យមិនអីទេខ្ញុំយល់ព្រម សត្វទាំងអស់រួចរាល់ក្នុងការចេញដំណើរជាមួយគ្រីលជាមួយលក្ខខណ្ឌរបស់គាត់ក្នុងការធ្វើដំណើរលើកទី1គ្រីលបានដាក់ត្រីនៅក្នុងជំពូសរបស់វាតែបំណងគ្រាន់តែចង់យកពួកគេទៅបឹងមួយទៀតប៉ុណ្ណោះវាបានយកត្រីនោះទៅភ្នំចិត្តនោះហើយស៊ីពួកវាទៅ អូទីបំផុតការស្រេកឃ្លានរបស់ខ្ញុំបានឆ្អែតទៅហើយ បន្ទាប់ពីសម្រាប់មួយផ្លែនម្ដងទៀតវាចាប់ផ្ដើមឃ្លានវិញវាចាប់ផ្ដើមការធ្វើដំណើរលើកទី2ដោយវិធីនេះគ្រីលបន្តទទួលបានត្រីដោយមិនបាច់ខិតខំប្រឹងប្រែងក្នុងពេល2-3ថ្ងៃវាមានសុខភាពល្អហើយស្រស់ស្រាយក្តាមធំមួយចង់ឲ្យវាជួយផងដែរ សូមវយកខ្ញុំទៅបឹងមួយទៀតបងដល់ពេលដែលត្រូវភ្លក់រសជាតិម្ហូបផ្សេងទៀតហើយអូខេខ្ញុំនឹងយកឯងទៅពេលធ្វើដំណើរបន្ទាប់ នៅពេលធ្វើដំណើរបន្ទាប់មួយសន្ទុះក្រោយមក តើបឹងនោះនៅឆ្ងាយប៉ុណ្ណាដែរ គ្រីលដឹងថាក្តាមនោះគ្មានបំណងអាក្រក់នោះទេហើយមិនបានដឹងគម្រោងបិសាចនោះដែរ ឯងឈួតទេតើឯងគិតថាយើងគឺជាអ្នកបម្រើឯងគ្មានបឹងផ្សេងទៀតនៅជិតនេះទេយើងបង្កើតគម្រោងនេះឡើងដើម្បីស៊ីពួកឯងបានទាំងអស់គ្នាឥឡូវដល់វេនឯងហើយរៀបចំបាត់បង់ជីវិតឲ្យហើយទៅ ក្តាមបានដឹងពីគំនិតអាក្រក់របស់គ្រីល យើងមិនស្លាប់ដោយសារចឹងទេអាគ្រីលសម្លាញ់ ហើយដោយមិនបាត់បង់ស្មារតីវាយកដង្កៀបយ៉ាងមុតរបស់វាគៀបកគ្រីលនោះយ៉ាងជាប់ ធូណាវានឹងឈឺកាន់តែខ្លាំងឥឡូវនេះ ក្តាមគៀបក្បាលគ្រីលជាប់ដូច្នេះហើយគ្រីលបាត់បង់ជីវិតរបស់វាដូច្នេះក្តាមបានត្រឡប់ទៅបឹងនោះវិញហើយប្រាប់រឿងរ៉ាវនោះទៅសត្វទាំងអស់នៅក្នុងបឹងនោះគ្រប់គ្នាអរគុណក្តាមដែលបានខំប្រឹងប្រែងជួយអូក្តាមឯងពិតជាឆ្លាតមែន អត់ទេគ្រីលបាត់បង់ជីវិតដោយសារតែភាពលោភលន់របស់វាមិនមែនដោយសារខ្ញុំឆ្លាតនោះទេ សិលធម៌នៃរឿងនេះត្រូវចាំថាការលោភលន់ហួសប្រមាណនាំឲ្យកើតជាសេចក្តីទុក្ខ